Hello everyone សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូមេរៀនភាសាអង់គ្លេសជាមួយរូបភាពមេរៀននេះគឺសម្រាប់ beginners សម្រាប់អ្នករៀនភាសាអង់គ្លេសដំបូងឬអ្នកចេះតិចៗនៅក្នុងមេរៀននេះយើងនឹងរៀនអំពីការណែនាំខ្លួននិងការចង្អុលបង្ហាញ Okay let's get started What's your name តើអ្នកឈ្មោះអ្វីចឹងដំបូងយើងមករៀនពាក្យទាំងអស់គ្នា Here are the words you will learn to use ទាំងនេះគឺជាពាក្យដែលអ្នកទាំងអស់គ្នានឹងរៀនដើម្បីប្រើប្រាស់ A or A មានន័យថាមួយឧទាហរណ៍ I have a dog ខ្ញុំមានឆ្កែមួយក្បាល Book សៀវភៅ brother បងប្អូនប្រុស camera កាមេរ៉ា car ឡាន cell phone ទូរស័ព្ទដៃ daughter កូនស្រី family គ្រួសារ father ឪពុក her របស់នាង his របស់គាត់ house ផ្ទះ husband ប្តី is គឺជានៅ isn't គឺជាពាក្យកាត់របស់ it's not មិនមែនទេ it វា it's គឺជាពាក្យសរសេរកាត់របស់ it is key កូនសោ laptop កុំព្យូទ័រយួរដៃ mother ម្ដាយ my របស់ខ្ញុំ name ឈ្មោះ no ទេ our របស់យើង pen ប៊ិច purse កាបូបដៃ sister បងប្អូនស្រី son កូនប្រុស the នៅពេលយើងនិយាយលឿនគឺយើងនិយាយថា the គឺជា article យើងប្រើវានៅពេលដែលយើងចង់និយាយអំពីអ្វីមួយដែលយើងបាននិយាយរួចហើយឬក៏យើងបានស្គាល់ហើយអូខេអញ្ចឹងឥឡូវខ្ញុំឲ្យឧទាហរណ៍ I bought a new car yesterday the car is very nice ខ្ញុំបានទិញឡានមួយកាលពីម្សិលមិញឡាននោះស្អាតណាស់អញ្ចឹងនៅពេលដែលយើងនិយាយទៅដល់អ្វីមួយជាលើកទី2យើងប្រើ the or the យើងអាចប្រែថានោះឬក៏យើងអត់ចាំបាច់បកប្រែក៏បានដែរ their របស់ពួកគេឬរបស់ពួកគាត់ this នេះ this is នេះគឺជា wallet កាបូបលុយ watch នាឡិកា what
អ្វី whose whose របស់អ្នកណា wife wife ប្រពន្ធ yes yes បាទចា៎ your your របស់អ្នក Here are some phrases you will learn to use ទាំងនេះគឺជាប្រយោគឃ្លាមួយចំនួនដែលអ្នកទាំងអស់គ្នានឹងរៀនដើម្បីប្រើប្រាស់ My name's ខ្ញុំឈ្មោះឬឈ្មោះរបស់ខ្ញុំគឺ I don't know I don't know ខ្ញុំមិនដឹងទេឬខ្ញុំមិនស្គាល់ទេ Excuse me excuse me អត់ទោសសូមអភ័យទោស Thank you thank you អរគុណ What is what is សរសេរកាត់គឺ what ប្រែថាជាអ្វី My name is my name is សរសេរកាត់ថា my names ខ្ញុំឈ្មោះឬឈ្មោះរបស់ខ្ញុំគឺអូខេអញ្ចឹងយើងមកមើលការសន្ទនាខាងក្រោមអំពីការសួរឈ្មោះ What's your name តើអ្នកឈ្មោះអ្វី My name's Jim Benson My name's Jim Benson ខ្ញុំឈ្មោះ Jim Benson What's your name តើអ្នកឈ្មោះអ្វី My name's Peggy Benson My name's Peggy Benson ខ្ញុំឈ្មោះ Peggy Benson អូខេអញ្ចឹងយើងបន្តមកទៀត What's your name តើអ្នកឈ្មោះអ្វី My name's Tom Benson My name's Tom Benson ខ្ញុំឈ្មោះ Tom Benson What's your name តើអ្នកឈ្មោះអ្វី My name's Ann Benson ខ្ញុំឈ្មោះ Ann Benson ចឹងយើងបន្តមកទៀត The Benson family គ្រួសារ Benson Tom is my son Tom is my son Tom គឺជាកូនប្រុសរបស់ខ្ញុំ Ann is my daughter Ann is my daughter Ann គឺជាកូនស្រីរបស់ខ្ញុំ Peggy is my wife Peggy is my wife Peggy គឺជាប្រពន្ធរបស់ខ្ញុំ Peggy is my mother Peggy is my mother Peggy គឺជាម្ដាយរបស់ខ្ញុំ Ann is my sister Ann គឺជាប្អូនស្រីរបស់ខ្ញុំ Jim is my father Jim is my father Jim គឺជាឪពុករបស់ខ្ញុំ Peggy is my mother Peggy គឺជាម្ដាយរបស់ខ្ញុំ Tom is my brother Tom is my brother Tom គឺជាបងប្រុសរបស់ខ្ញុំ Jim is my father Jim is my father Jim គឺជាឪពុករបស់ខ្ញុំអូខេអញ្ចឹងយើងបន្តមកទៀតនេះគឺជា Jim គាត់កំពុងកាន់រូបថតរបស់ Tom ហើយគាត់ចង្អុលទៅកាន់រូបថតហើយគាត់និយាយថា This is my son This is my son
នេះគឺជាកូនប្រុសរបស់ខ្ញុំឥឡូវគាត់កាន់រូបថតកូនស្រីរបស់គាត់ហើយគាត់ចង្អុលទៅកាន់រូបថតហើយគាត់និយាយថា This is my daughter This is my daughter នេះគឺជាកូនស្រីរបស់ខ្ញុំឥឡូវជីមហើយនិងផេគីបានកាន់រូបថតកូនប្រុសរបស់ពួកគាត់ហើយពួកគាត់និយាយថា This is our son This is our son នេះគឺជាកូនប្រុសរបស់ពួកយើងឥឡូវជីមគាត់បានកាន់រូបថតរបស់ផ្ទះហើយគាត់និយាយថា This is my house This is my house នេះគឺជាផ្ទះរបស់ខ្ញុំអញ្ចឹងចន្លោះនេះយើងត្រូវបំពេញនៅអ្វីដែលគាត់និយាយអូខេអញ្ចឹងនេះគឺជាថមដែលគាត់កំពុងកាន់រូបថតរបស់ពួកគាត់អញ្ចឹងគាត់និយាយថាម៉េចគឺគាត់និយាយថា This is my father This is my father នេះគឺជាឪពុករបស់ខ្ញុំអញ្ចឹងនេះគឺជាអេនគាត់កំពុងកាន់រូបថតរបស់បងប្រុសគាត់ហើយគាត់ចង្អុលទៅកាន់រូបថតអញ្ចឹងគាត់និយាយថាម៉េចអញ្ចឹងគាត់និយាយថា This is my brother This is my brother នេះគឺជាបងប្រុសរបស់ខ្ញុំអូខេអញ្ចឹងយើងបន្តមកទៀតនេះគឺជាផេគីដែលគាត់បានការរូបថតប្តីរបស់គាត់ហើយនេះគឺជាថមអញ្ចឹងគាត់និយាយថា This is his father This is his father នេះគឺជាឪពុករបស់គាត់ឥឡូវគាត់ចូលចិត្តកូនស្រីរបស់គាត់អញ្ចឹងគាត់និយាយថា This is her father This is her father នេះគឺជាឪពុករបស់នាងឥឡូវនេះថមហើយនឹងអេនបានចូលចិត្តម្ដាយរបស់គាត់អញ្ចឹងផេកគីគាត់និយាយថា This is their father This is their father នេះគឺជាឪពុករបស់ពួកគេហើយឥឡូវនេះជីមគាត់បានកាន់រូបថតប្រពន្ធរបស់គាត់ដែលកូនប្រុសរបស់គាត់ថមចូលចិត្តអញ្ចឹងគាត់និយាយថា This is his mother This is his mother នេះគឺជាម្ដាយរបស់គាត់ឥឡូវនេះកូនស្រីរបស់គាត់អេនមកចូលចិត្តអញ្ចឹងគាត់និយាយថា This is her mother This is her mother នេះគឺជាម្ដាយរបស់នាងឥឡូវគាត់ចូលចិត្តកូនប្រុសកូនស្រីរបស់គាត់អញ្ចឹងគាត់និយាយថា This is their mother This is their mother នេះគឺជាម្ដាយរបស់ពួកគាត់ឬនេះជាម្ដាយរបស់ពួកគេអូខេអញ្ចឹងយើងបន្តមកទៀត It is It is អញ្ចឹងសរសេរកាត់គឺ It's It's not It's not សរសេរកាត់គឺ Isn't មិនមែនទេ A book ឬ a book សៀវភៅមួយក្បាល This is my book This is my book នេះគឺជាសៀវភៅរបស់ខ្ញុំ This isn't my book It's your book នេះមិនមែនជាសៀវភៅរបស់ខ្ញុំទេវាជាសៀវភៅរបស់អ្នក This isn't my book It's your book នេះមិនមែនជាសៀវភៅរបស់ខ្ញុំទេវាជាសៀវភៅរបស់អ្នក Thank you អរគុណ
Thank you អរគុណចឹងយើងបន្តមកទៀត Do not Do not សរសេរកាត់ Don't មិនឬកុំ This isn't my book It isn't your book It's Tom's book នេះមិនមែនជាសៀវភៅរបស់ខ្ញុំទេវាមិនមែនជាសៀវភៅរបស់អ្នកទេវាជាសៀវភៅរបស់ Tom It's his book វាជាសៀវភៅរបស់គាត់ This isn't my book It isn't your book It's Anne's book នេះមិនមែនជាសៀវភៅរបស់ខ្ញុំទេវាមិនមែនជាសៀវភៅរបស់អ្នកទេវាជាសៀវភៅរបស់ Anne It's her book It's her book វាជាសៀវភៅរបស់នាង Whose book is this Whose book is this តើនេះគឺជាសៀវភៅរបស់អ្នកណា I don't know ខ្ញុំមិនដឹងទេចឹងយើងបន្តមកទៀត A camera A camera កាមេរ៉ាមួយ A cell phone A cell phone ទូរស័ព្ទដៃមួយ A key A key កូនសោមួយ A pen A pen ប៊ិចមួយដើម A house A house ផ្ទះមួយខ្នង Cameras Cameras កាមេរ៉ាច្រើនចឹងពាក្យដែលមាន s ឬ es នៅខាងចុងពាក្យគឺវាជាពហុវចនៈដែលមានចំនួនច្រើនចាប់ពី2ឡើងទៅ Cell phones Cell phones ទូរស័ព្ទដៃច្រើន Keys Keys កូនសោច្រើន Pants Pants ប៊ិចច្រើន Houses Houses ផ្ទះច្រើន A laptop A laptop កុំព្យូទ័រយួរដៃមួយគ្រឿង A watch A watch នាឡិកាមួយ A wallet A wallet កាបូបលុយមួយ A purse A purse កាបូបដៃមួយ A car A car ឡានមួយ Laptops Laptops កុំព្យូទ័រយួរដៃច្រើន Watches Watches នាឡិកាច្រើន Wallets Wallets កាបូបដាក់លុយច្រើន Purses Purses កាបូបដៃច្រើន Cars Cars ឡានច្រើនអូខេអញ្ចឹងយើងបន្តមកការសន្ទនាទៀត Is this your camera តើនេះគឺជាកាមេរ៉ារបស់ឯងឬ No it isn't Is it his camera ទេមិនមែនទេតើវាជាកាមេរ៉ារបស់គាត់ឬ Is this your camera តើនេះគឺជាកាមេរ៉ារបស់អ្នកឬ No it isn't Is it her camera ទេមិនមែនទេ
តើវាជាកាមេរ៉ារបស់គាត់ឬ Is this your camera Is this your camera តើនេះគឺជាកាមេរ៉ារបស់អ្នកឬ Yes it is ចាវាជារបស់ខ្ញុំអូខេអញ្ចឹងអ្នកនរគ្នាបំពេញនៅចន្លោះនេះអូខេអញ្ចឹងគាត់កំពុងកាន់ប៊ិចហើយគាត់សួរទៅកាន់នាងថា Is this your pen Is this your pen តើនេះគឺជាប៊ិចរបស់ឯងឬតើនាងឆ្លើយមកវិញថាម៉េច No it isn't Is it his pen ទេមិនមែនទេតើវាជាប៊ិចរបស់គាត់ឬឥឡូវគាត់កាន់ប៊ិចហើយគាត់សួរទៅកាន់ប៉ារបស់គាត់អញ្ចឹងគាត់សួរថាម៉េច Is this your pen Is this your pen តើនេះជាប៊ិចរបស់អ្នកឬតើនេះជាប៊ិចរបស់ប៉ាឬប៉ាគាត់ឆ្លើយវិញថា No it isn't Is it her pen ទេមិនមែនទេតើវាជាប៊ិចរបស់គាត់ឬឥឡូវគាត់សួរទៅកាន់ម៉ាក់គាត់ម្ដង Is this your pen Is this your pen តើនេះគឺជាប៊ិចរបស់អ្នកឬតើនេះជាប៊ិចរបស់ម៉ាក់ឬចឹងម៉ាក់គាត់ឆ្លើយមកវិញថាម៉េច Yes it is ចាវាជារបស់ខ្ញុំឬចាវាជារបស់ម៉ាក់ចឹងយើងបន្តមកទៀត The Bensons គ្រួសារ Benson Whose cell phone is this Whose cell phone is this តើនេះជាទូរស័ព្ទដៃរបស់អ្នកណា I don't know ខ្ញុំមិនដឹងទេ Excuse me Is this your cell phone Excuse me Is this your cell phone អត់ទោសតើនេះជាទូរស័ព្ទដៃរបស់លោកឬ No it isn't ទេមិនមែនទេ Excuse me Is this your cell phone អត់ទោសតើនេះជាទូរស័ព្ទដៃរបស់អ្នកឬ No it isn't ទេមិនមែនទេ Excuse me Is this your cell phone Excuse me Is this your cell phone អត់ទោសតើនេះជាទូរស័ព្ទដៃរបស់អ្នកឬ Yes it is Thank you ចាវាជារបស់ខ្ញុំអរគុណអូខេអញ្ចឹងសម្រាប់វីដេអូមេរៀននេះគឺមានតែប៉ុណ្្នឹងទេប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចចុច Like Subscribe ដើម្បីទទួលបានវីដេអូមេរៀនថ្មីៗបន្ថែមទៀត Goodbye